សួស្តីបងប្អូនអរគ្នាតោះឥឡូវខ្ញុំចង់សួរបងប្អូនចេះថាតើបងប្អូនណាខ្លះដែលមាន PC ឬក៏ laptop ស្រីចាស់ណាហើយយើងប្រើពាក្យសាមញ្ញគេថាthamចិត្តណាចង់ប្រើ Windows 11តែម៉ាស៊ីនរបស់យើងឬក៏ laptop PC របស់យើងនឹងមិនអាចដំណើរការឬក៏ដំឡើង Windows 11នឹងបានអញ្ចឹងតោះថាតើការដំឡើង Windows 11ជាមួយនឹង PC ឬក៏ laptop ចាស់ហ្នឹងគេធ្វើយ៉ាងម៉េចរបៀបម៉េចតោះឥឡូវយើងធ្វើទាំងអស់គ្នាអូខេជាដំបូងខ្ញុំចង់បង្ហាញតកតូនទៅនឹងទំហំ PC របស់ខ្ញុំសិននេះទំហំ PC របស់ខ្ញុំគឺ Core i5 ចំនួនទី4 RAM 20GB តកតូនទៅនឹងVGA គឺខ្ញុំប្រើ GTX 1080Tiអូខេហើយនេះតកតងទៅនឹងការ install Windows 11ដែលខ្ញុំបានចុចទៅលើ ISO Windows 11ហ្នឹងគឺมันអាចដំឡើងបានទេដូចបងប្អូនឃើញអញ្ចឹងហ្នឹងហើយអូខេឥឡូវជំហានបន្ទាប់អ្វីដែលយើងត្រូវត្រៀមគឺទី1គឺ flash drive អញ្ចឹងបងប្អូនត្រូវមាន flash drive ទំហំ 16GB ហើយយើង format វាអីឲ្យទៅកុំឲ្យមានអីអូខេបន្ទាប់មកទៀតគឺយើងត្រូវទៅ download Windows 11ពី Microsoft បន្ទាប់មកអ្វីដែលសំខាន់គឺជាកម្មវិធីមួយនេះគឺគេហៅថា Rufus គឺជាកម្មវិធីសម្រាប់បង្កើត USB bootable អូខេអញ្ចឹងយើងទៅ download ទាំងអស់គ្នាថាតើរបៀប download វារបៀបម៉េចហើយខ្ញុំនឹងដាក់ link នៅខាងក្រោម description នៃវីដេអូរបស់ខ្ញុំផងដែរបងប្អូនគ្រាន់តែចុច link ទៅអាចទៅធ្វើការ download បានហើយអូខេអញ្ចឹងយើងទៅ download តគ្នាយើងចូលជ្រោមមកវាពាក្យថា Microsoft អូខេ enter មកនេះយើងចុចខាងលើនេះមកហើយចុចលើពាក្យ All Microsoft ហើយនឹងយកពាក្យ Free Download and Security បងប្អូន scroll បន្តិចមកយើងយកពាក្យថា Windows ចុចលើពាក្យ Windows ហ្នឹងមកហើយយើងចុចទៅលើ Windows 11យើង scroll ចុះមកក្រោមយើងក៏ត្រង់កន្លែងនេះយើង select យក Windows 11បន្ទាប់មកយើងចុច confirm អញ្ចឹងយើងចាំតិចទៅកន្លែងនេះឲ្យរើសភាសាអញ្ចឹងយើងយកអង់គ្លេសមកហើយ confirm ម្ដងទៀតចុចទៅលើ64 bit download អញ្ចឹងបងប្អូនចុចមកអូខេនេះវានឹង download ហើយតែដោយសារ file នេះខ្ញុំ download រួចហើយអញ្ចឹងខ្ញុំសុំបិទវាចោលទៅអញ្ចឹងបងប្អូនចាំឲ្យវា download complete ទៅណាអូខេអញ្ចឹងឥឡូវយើងទៅ download កម្មវិធីមួយទៀតគឺជាកម្មវិធី Rufus អូខេអញ្ចឹងយើងវាទៅលើ browser ដែរវាយថា Rufus អូខេ enter មកអញ្ចឹងយើងចុចទៅលើពាក្យ Rufus នេះហើយបងប្អូនចុចទៅលើពាក្យ download នេះមកអូខេលឿនហើយយើងចុចទៅលើ Rufus នេះ version ចុងក្រោយនេះបងប្អូនអញ្ចឹងយើងចុចមកចុច close ទៅ download ហើយនេះអូខេ download រួចហើយអូខេឥឡូវខ្ញុំសុំបិទ browser ចោលសិនហើយយើងទៅរក file ដែលយើង download មិញនេះអញ្ចឹងនេះខ្ញុំបាន download ហើយនេះវា2ដងខ្ញុំសុំលុបចោលសិនដើម្បីឲ្យបងប្អូនស្រួលមើលអញ្ចឹងឥឡូវអ្វីដែលយើង download បានគឺមាន2នេះទី1 Windows 11ទី2គឺកម្មវិធី Rufus ហើយខ្ញុំចង់បញ្ជាក់ដែរថាកម្មវិធី Rufus នេះគឺជាកម្មវិធីសំខាន់បំផុតដែលអាចធ្វើឲ្យការ boot ឬក៏ដំឡើង Windows 11យើងនឹងបានទៅលើ PC ឬក៏ laptop ចាស់គឺកម្មវិធីនេះហើយដែលវាអាចជួយឲ្យយើងធ្វើការដំឡើងឬក៏ install Windows 11នឹងបានអូខេអញ្ចឹងបងប្អូនយើងតម្លើងដល់គ្នាអញ្ចឹងបងប្អូនត្រៀម flash drive នេះអានេះខ្ញុំដោតចូលម៉ាស៊ីនហើយទំហំ 11GB ដូចខ្ញុំបានប្រាប់បងប្អូនពីខាងដើមអញ្ចឹងអូខេអញ្ចឹងយើងដំណើរការទៅលើកម្មវិធី Rufus នេះមកអញ្ចឹងចុចមកអូខេអញ្ចឹងវានឹង load
បង្ហាញតទៅទៅនឹង interface របស់កម្មវិធីនឹងទាំងមូលចឹងអ្វីដែលបន្ទាប់គឺបងប្អូនគ្រាន់តែចុច select ត្រង់កន្លែងនេះមកហើយយើងទៅយក file ISO Windows 11ដែលយើងបាន download មុនហ្នឹងចុចមក open វាមកអូខេចឹងអ្វីបន្ទាប់ទៀតគឺយើងគ្រាន់តែចុចពាក្យថា start ចុចមកអូខេនេះកន្លែងនេះហើយដែលជាចំណុចសំខាន់អញ្ចឹងកម្មវិធីនេះវានឹង remove requirement តកតងទៅនឹង RAM ត្រឹម 4G ឬតិច 4G ឬក៏តកតងទៅនឹងmotherboard យើងតកតងនឹង security boot ឬក៏ TPM 2.0 ដែល Windows 11តម្រូវការហ្នឹងគឺវានឹងលុបចោល remove ចោលហើយតកតងទៅនឹង requirement Microsoft account មួយចំនួនដែល Windows 11ត្រូវការហ្នឹងក៏វា remove ចោលដែរយើងអូខេទៅហើយវាបញ្ជាក់ថានឹង flash យើងវានឹងបាត់ទិន្នន័យអូខេអញ្ចឹងយើងចុចអូខេទៅអញ្ចឹងរងចាំឲ្យវា complete ទៅហើយចាំយើងយក flash ហ្នឹងទៅ boot តាមដំណាក់កាលបន្តទៀតតោះឥឡូវយើងចាប់ផ្ដើមតឡើង Windows 11ទាំងអស់គ្នាបងប្អូនអញ្ចឹងបងប្អូនដំណើរការម៉ាស៊ីនបងប្អូនមកហើយយើងចូលកន្លែង boot mode ឬក៏កន្លែងគេហៅថា boot manager ហ្នឹងអញ្ចឹងកន្លែងនេះដែរគឺវាអាស្រ័យទៅលើ model laptop ឬក៏ PC របស់បងប្អូនណាតាមមកដូចជា Asus Dell អញ្ចឹងវាចូលខុសគ្នាហើយដូចជាម៉ាស៊ីន PC របស់ខ្ញុំនេះគឺខ្ញុំប្រើ mainboard ASRock អញ្ចឹងការចូលរបស់វាគឺប្រើ F11 អញ្ចឹងបងប្អូនដែលប្រើ map ផ្សេងគឺការចូលហ្នឹងវាផ្សេងគ្នាណាសង្ឃឹមថាបងប្អូនយល់តែបើបងប្អូនណាគាត់មិនទាន់យល់កន្លែងហ្នឹងទេឬក៏អត់ទាន់ចេះចូលបងប្អូនចាំចូលមើលនៅក្នុង description ដែលខ្ញុំនឹងដាក់គ្រប់ model ឲ្យបងប្អូនថាយើងចូលទៅតាមណាដើម្បីយើងចុចទៅលើ shortcut key ហ្នឹងចូលមកដល់ទីកន្លែងហ្នឹងណាបងប្អូនអូខេឥឡូវកាត់ប៉ុណ្ណឹងឥឡូវខ្ញុំសូមជ្រើសរើសយកខាងក្រោមហើយយើង enter យកទៅនេះវាចាប់ផ្ដើម boot ពី flash ដែលយើងបានបង្កើតពីខាងលើនឹងហើយអញ្ចឹងកន្លែងនេះបងប្អូនរងចាំវាបន្តិចសិនទៅឲ្យវាដំណើរការខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងជំនាញបន្ទាប់វានឹងលុបផ្ទាំងនេះអញ្ចឹងសូមបងប្អូនជ្រើសរើសតាមអ្វីដែលខ្ញុំคลิกតាមនេះទៅខ្ញុំនឹងមិនធ្វើការអធិប្បាយបន្តទៀតទេអូខេហ្នឹងហើយត្រង់ចំណុចនេះបងប្អូនប្រយ័ត្នប្រយែងបន្តិចព្រោះវាតកតូននឹងការយើង delete drive ឬក៏ partition ណាអញ្ចឹងវាអាចធ្វើឲ្យបាត់បង់ឯកសាររបស់បងប្អូនអញ្ចឹងខ្ញុំសូមបញ្យល់មួយបងប្អូនចាំស្ដាប់ទាំងអស់គ្នាdisk 0នេះមាន2បានន័យថា disk 0 disk 0អញ្ចឹង disk 02នេះគឺជា hard disk 1 hard disk 1ណាអញ្ចឹងdisk 1 disk 1 disk 1 disk 1អញ្ចឹងឈ្មោះវា disk 1 disk 1មាន4នេះគឺជា hard disk 1 disk 2 disk 2គឺ hard disk 1អញ្ចឹងរបស់ខ្ញុំទាំងអស់មាន3អញ្ចឹងរបស់ខ្ញុំអានេះdisk 0 disk 0នេះផ្សេង drive D របស់ខ្ញុំអញ្ចឹងខ្ញុំអត់ប៉ះពាល់ទេអញ្ចឹងអ្វីដែលខ្ញុំធ្វើគឺខ្ញុំចង់ធ្វើនៅលើ drive C នេះ drive C របស់ខ្ញុំគឺ disk 1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 នេះហើយអានេះគឺ flash ដែលយើង USB ដែលយើងដោតចូលកំពុងតែដំណើរការ set up ហ្នឹងអញ្ចឹងយើងអត់ប៉ះពាល់វាទេអញ្ចឹង disk 1 disk 1នេះខ្ញុំសូមធ្វើការលុបវាចេញអញ្ចឹងខ្ញុំ delete ច្បាស់ណាបងប្អូនបើ delete ខុសគឺបាត់ឯកសារហើយតែបើបងប្អូនណាដែលគាត់យល់ដឹងពីអានឹងច្បាស់គឺគាត់អាចដោះhard disk ទី2ឬក៏ drive D របស់គាត់ចេញអញ្ចឹងអានេះខ្ញុំមាន2ដោយសារខ្ញុំធ្វើ2ផ្សេងគ្នា hard disk drive C ខ្ញុំដាក់មួយផ្សេង drive D គឺខ្ញុំប្រើ hard disk ផ្សេងអញ្ចឹង disk 1 disk 1នេះគឺមួយ hard disk អញ្ចឹងខ្ញុំសូមធ្វើការលុបវាលុបមួយអញ្ចឹងមក disk មួយទៀតលុបមួយទៀតគឺសូមបញ្ជាក់លុបតែ disk 1ទេបើយើងលុប disk 1គឺលុប disk 1 disk 1ទាំងអស់អូខេលុបមួយទៀតនេះមួយទៀតអូខេ
nè tại nhung lúc tới cứ bên nơi tầm mùi thế nè tầm hôm pi rồi chi chừng nắng chẳng đi zero này cứ try đi với nhóm mặt bạc bò thế 7 tê này đi thu này cứ USB flash để dân có phong tập ra nằm bay nằm lặng đâu đập mùi này chẳng hạn nhung lúc hai á lợi nhung create với check create partition đi máu apply vậy nè về để dương apply chạy tới cái bị chạy trên chỉ bay chỉ buôn này dương chẳng là automatic bảo viên này chỉ partition này chẳng dương mưa đi one này vì mình partition 1, 2, 3 này chẳng dương mưa là chỉ để thông những cái này anh ấy chỉ thông những cái ok chẳng dương check format máu ok chẳng dương mà check lưu view bên đã hay dương check biết thằng này bắt đầu cái này này cứ dương check install chẳng trong cái này này dương rong cham tới bong bóng rong cham ở về complete cái này này mà rồi tới bắt đầu máu mình xin viên restart ok bắt đầu pin rồi reload tiền này chẳng xong bong bóng chạy tam nhầm bắt đầu tiến trong cái này cứ dương đặt mua PC bao nhiêu này password và bóng bóng trong đặt password cứ đặt tới bằng đặt thế chương trình này bắt đầu tới ok ở lấy dương để check mưa từng ngọc này ok nếu mà xin bằng nhóm mà có wifi cho nó tí 4 RAM 1.9 hay VGA cứ dương từ tay install chẳng nhưng mà toàn bạn đã driver vì thế chẳng nếu cứ cho nó tí 4 ở lợi dương bàn pra đó Windows đọc mùi nâng ấy cả setup bao dương cứ chụp chơi ấy hay những trong mưa thả Windows này xong và hai Windows mà đón tiếp ní cứ Windows đọc mùi 1.5 A2 cứ cho nó trong còi hoặc Microsoft trong sân dương cho nó tiếp 4 tí cứ dương ai đầm ná cá đầm láng Windows đọc mùi cho nó trong còi bàn ok chẳng xong không tao bong bóng thua tam chùm hiền ní hay setup bàn chụp cháy bàn pra từng học này hay video top nhom nâng thua ca crack của mà sân bây giờ ní kalau bây giờ install hỏi cứ mình toán crack tề nè activate vía cứ hoạt miền tế chẳng 1.000 chùm nón cứ bị bật chẳng bắt đầu bị video ní cứ video bắt đầu bom bom chấm tam bàn bắt đầu tiết cứ nhom nâng thua ca activate từ lưu Windows đọc mùi Pro ní đầm bày ở những pra bàn pin linh rôm tiền bật một nghĩa protection mùi chùm nón phong ok chẳng là dương bị chọc bị tổ phần nắng hay xung công tháp bong bóng ăn vọt ở kia hay chụp chơi đó kia ok ở kun bye bye